បាទគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនហ្នឹងថ្ងៃនេះខ្ញុំអត់រីវីយូអំពីកូនក្រូបឬពងក្រូបទេខ្ញុំរីវីយូអំពីស្បៃមុងពាក្យថាស្បៃមុងលេខ1ពុកម៉ែបងប្អូននេះស្បៃមុងលេខ1ហ្នឹង5វគ្គនេះពុកម៉ែបងប្អូនតែអត់ជារសាអត់ជាអីណាពុកម៉ែបងប្អូនមើលនេះលេខ1សិតទើបមិនក្មេងៗចូលចាប់សាច់កដោប4-5នាក់ជន់ផងក៏ដាច់ទេហើយចឹងហើយបានរាល់ពុកម៉ែបងប្អូនដែលខ្ញុំលក់ពងពូជឲ្យហេតុអីក៏ខ្ញុំអត់មាន free ស្បៃមុងដូចគេដោយសារនេះថ្លៃពុកម៉ែបងប្អូន32ម៉ែត្រវាទទឹង2ម៉ែត្របដោយ32ម៉ែត្រហ្នឹង$78ហើយយើងកំងម្ដុំហើយគេគិតថ្លៃសេវាទៀតប៉ុន្តែល្អពុកម៉ែបងប្អូន5វគ្គណាមួយប្រហោងក៏គ្មាន5វគ្គមួយប្រហោងក៏គ្មាននេះខ្លាំងបំផុតនេះអានេះវាសោះឃើញទេប៉ុន្តែពុកម៉ែបងប្អូនឃើញទេសោះបានតែប៉ុណ្្នឹងណាហើយ5វគ្គហើយបើស្បៃមុងដែលខ្ញុំទិញពីពួកគាត់មកខាងក្រៅបានត្រឹមតែ1វគ្គបាទក្រោមសោះអស់ហើយលេងអញ្ចឹងបានរត់ពុកម៉ែបងប្អូនថាហេតុអីគេលក់គេមាន free ស្បៃមុងលក់អីខ្ញុំមិនអាច free ស្បៃមុងដូចគេដោយសាររបស់ខ្ញុំនេះគឺថ្លៃវាថ្លៃជាងពងកដោបទៀតម្ដុំរបស់វាហ្នឹងហើយ32ម៉ែត្រពុកម៉ែបងប្អូនបានតែ2x6នេះមួយហើយនឹង2x2នោះមួយហើយនឹងមួយទៀត2x2នៅផ្ទះដែលខ្ញុំដេរតែអត់ទាន់ហើយនឹងបានតែប៉ុណ្្នឹងទេទាំងអស់វា80រៀលជាងមួយដុំវានឹង80រៀលជាងតាំងសេវាហើយពុកម៉ែបងប្អូនមើលហ្នឹងมันគេហៅថាស្បៃលេខ1ហ្នឹងมันហៅស្បៃលេខ1ពុកម៉ែបងប្អូនឃើញទេ5វគ្គនេះឃើញទេសូម្បីគួតវាចោះអស់បានតែប៉ុណ្្នឹងទេគួតវាចោះអញ្ចឹងមកខ្ញុំចេះឆ្ងល់ស្បៃមុងខ្ញុំទិញថ្លៃណាស់ហេតុអីក៏ពួកគាត់លក់ពងពូជអាហ្នឹងយើងមិនថាប៉ះពាល់ដល់ណាទេណាគ្រាន់តែខ្ញុំនិយាយរាយ view អញ្ចឹងណាខ្ញុំរាយ view អំពីស្បៃលេខ1ហ្នឹងគឺអានេះថ្លៃណាស់ហើយលេខ1នេះប្រើឲ្យសឹងថាបែប3-4-5ឆ្នាំមិនដឹងនរណាហ៎អាចនឹងឈានដល់លើសហ្នឹងទៀតព្រោះអានេះខ្ញុំគិតខ្ញុំប្រើទៅអានេះជិត1ឆ្នាំហ្នឹងជួលខែ6ខែ7វិញមួយឆ្នាំវិញហើយពុកម៉ែបងប្អូនមើលគ្មានទេណាគ្មានទេហើយមើលអានេះវិញអានេះដោយសារអីគេអានេះក៏ច្រើនវាអីហើយពុកម៉ែបងប្អូនអានេះប្រហោងនេះមិនមែនកដោបចោះទេណាគឺកូនក្មេងវាយកឈើចាក់កូនក្មេងវាយកឈើចាក់កូនក្មេងយកឈើចាក់ហើយចាក់អស់បានតែប៉ុណ្្នឹងទេចាក់អស់បានតែប៉ុណ្្នឹងទេលោកម៉ែបងប្អូនឃើញនេះបានកាត់ស្បៃលេខ1ប្រើសឹងថាយើងខ្ញុំថារាប់ឆ្នាំពីព្រោះស្បៃធម្មតាបើយើងជន់ទៅក្មេងផុងអីគឺវាដាច់តែអានេះអត់ដូចអានោះវិញវាចាំម្ដងគឺក្មេងជន់អត់ដាច់បានខ្ញុំឃើញថាឥឡូវផាយតិចទៀតគឺខ្ញុំចំណាយទិញស្បៃនឹងមួយដុំទៀតថ្លៃមែនប៉ុន្តែវាអត់បញ្ហាមិនថាយើងអាចកើបអីឬក៏យើងយកសាច់កដោបឲ្យអស់បាទក្រោមគ្មានបានចោះហើយមានចោះហើយមើលពុកម៉ែបងប្អូនមើលមិនតិចវគ្គណានេះមានសូម្បីតែមកប្រហោងគ្មានសូម្បីតែមកប្រហោងអញ្ចឹងបានគេហៅថាស្បៃលេខ1របស់គេមែនហើយអស់នេះមិនមែនកដោបចោះទេណាពុកម៉ែបងប្អូនក្មេងពេលដែលខ្ញុំយកនេះអស់ខ្ញុំយកសាច់កដោបអស់ខ្ញុំអត់បានមើលពេលយើងទៅចការឬក៏ទៅអីចឹងក្មេងវាលេងលើនេះហើយវាយកអាសម្រាប់ឈើអាយើងឈើចកាអាំងសាច់មាន់ហ្នឹងអាំងនេះហ្នឹងវាដោតហើយកូនក្មួយដែរទេហើយយើងចេះប្រាប់វាទៅជាងមិនខាស្បៃលេខ1ហើយដូចខ្ញុំគាត់តែងសួររបស់មាន free ស្បៃមុងថាអត់ទេខ្ញុំសុខចិត្ត free ពងពូជពីព្រោះពងពូជ1គីឡូខ្ញុំ free 2ខាំហើយបរៀនគាត់ពីដើមរហូតដល់ចប់នៅក្បែរគាត់រហូតឆាតស្មាម៉ានខ្ញុំលើកស្មាហ្នឹងទេស្មាម៉ានខ្ញុំលើកមកហ្នឹងរហូតដល់គាត់ជោគជ័យហើយក៏ខ្ញុំនៅតែកំដរគាត់រហូតគឺខ្ញុំរស់ស៊ីអត់មានបោះបង់អញ្ចឹងមែនថាឆាតពេលព្រឹកល្ងាចបានមើលគឺអត់ទេឆាតមកឥឡូវការងាររវល់ប៉ុន្មានក៏ខ្ញុំតបទៅគាត់វិញដែរអញ្ចឹងបានលោកពុកម៉ែបងប្អូនខ្លះគាត់ងាកមកទិញពងពូជខ្ញុំច្រើនវគ្គនេះចូលឆ្នាំហើយគឺគាត់ទំនុកចិត្តប្រកបច្រើនហ្នឹងណាអញ្ចឹងការស្បៃមុងលេខ1តែប៉ុណ្្នឹងទេហើយបើពុកម៉ែបងប្អូនចង់បានគឺខ្ញុំមានលេខតំណងឲ្យហ្នឹងណា
ដោយសារការចាំក្របគឺវាលំបាកមែនមកវគ្គពេលដែលស្បៃមុងលេខ2លេខ3ចាប់សាច់ហើយអស់គឺដើរបិទដើរប៉ះពងណាហ្មងអីហងជួនកាលដេហើយបាទនេះគ្មានបងប្អូនឲ្យកដោបចោះមកដាច់គូតវាទៀតគ្មានធ្លុះនេះបានខោស្បៃលេខ1អញ្ចឹងបើពុកម៉ែបងប្អូនចង់បានអីខ្ញុំអាច comment ឬក៏ចូលក្នុង YouTube របស់ខ្ញុំទៅខ្ញុំអាចប្រាប់បានហ្នឹងណាអានេះអាយុ6ថ្ងៃឯង6ថ្ងៃអានេះតែនេះខ្ញុំដាក់លឹងប៉ៅខ្មៅឲ្យស៊ីនេះស្លឹកចេកប្រហែលជាងស៊ីអស់ហើយចិត្តភ្លៀងអញ្ចឹងវាទៅកើបទៅច្រកនៅក្នុងអាស្មៅយើងហើយសក់បងប្អូនអើយសក់ខ្មៅពេញមុងអស់សក់ឬកដោបយើងដាក់ទ្រុងឲ្យឆ្លាស់ទៅដាក់ចំណីឲ្យវាស៊ីជេពេលនោះទូយើងទៅគឺសុខភាពល្អហើយសក់លឿនណាចឹងអរគុណច្រើនហ្នឹងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេគឺខ្ញុំចង់ប្រាប់តែពីលក្ខណៈស្បៃមុងលេខ1កុំអោយតែបងប្អូនអ្នកខ្លះគាត់ចាំកដោបដែរគាត់ថាមិនស្បៃលេខ1មិនក៏អញ្ចឹងអានេះបានស្បៃលេខ1ចេញពីក្រុមហ៊ុនច្បាស់ហើយថ្លៃណាមួយដុំ32ម៉ែត្រ$78ហើយសេវាដឹកគឺចេញលើខ្លួនឯងយើងទៀតរបស់ពិតគឺគេអត់មានថែមរបស់ល្អគឺគេអត់មាននេះទៅបីសេវាគេគិតពីយើងនេះតែពុកម៉ែបងប្អូនមើលខ្ញុំអត់ខកទេចង់យកអីមកនេះទៀតអត់ចង់ជន់ពីលើអាទម្ងន់50គីឡូទៀតក៏អត់ដាច់ដែរចឹងអរគុណច្រើនពុកម៉ែបងប្អូនហ្នឹងជួបគ្នានៅវីដេអូក្រោយទៀត